បុរសម្នាក់នេះគាត់ឈ្មោះថាហ្វឺងជីវឈឹងជាម្ចាស់ក្រុមហ៊ុនហ្វឺងឈឹងគ្រប់ថ្ងៃនេះគាត់ធ្វើដំណើរតាមយន្តហោះទៅពិនិត្យការងារនៅតំបន់មួយដែលមានសាខាក្រុមហ៊ុនរបស់គាត់នៅទីនោះក្នុងពេលគាត់កំពុងជិះយន្តហោះប្អូនប្រុសទី3របស់គាត់បានបំផ្ទុះគ្រាប់បែកដែលបានបង្កប់ក្នុងយន្តហោះដើម្បីសម្លាប់បងប្រុសយកទ្រព្យសម្បត្តិយន្តហោះត្រូវបានឆេះខ្ទេចខ្ទីហ្វឺងជីវឈឹងបានរួចជីវិតដោយការលោតចុះពីលើយន្តហោះប៉ុន្តែគាត់ក្លាយជាមនុស្សបាត់ការចងចាំដោយការបោកប៉ះត្រូវក្បាលកញ្ញាម្នាក់នេះគាត់ឈ្មោះមូស៊ីវស៊ីនាងត្រូវបានម្ដាយបង្ខំឲ្យរៀបការជាមួយគូសៅជឺជាកូនប្រុសនៃត្រកូលគូតែនាងបានប្រកែកមិនព្រមរៀបការជាមួយមនុស្សអាក្រក់នោះទេនាងសុខចិត្តរៀបការជាមួយអ្នកសុំទានវិញហ្វឺងជីវឈឹងឃ្លានបាយពេកបានទៅដណ្ដើមបាយឆ្កែយកមកបរិភោគតែត្រូវឆ្កែដេញខាំរត់ទៅប៉ះជាមួយស៊ីវស៊ីដែលកំពុងដើរតាមចិញ្ចើមផ្លូវស៊ីវស៊ីយល់ថាបុរសនោះជាមនុស្សល្អក៏នាំគាត់ទៅផ្ទះរបស់នាងស៊ីវស៊ីនាងបានមើលថែបុរសនោះនិងបានកាត់សក់ទិញខោអាវឲ្យគាត់តុបតែងខ្លួនបានយ៉ាងស្អាតទៀតផងពេលនេះស៊ីវស៊ីនិងហ្វឺងជីវឈឹងបានបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកនិងយល់ព្រមរៀបការជាមួយគ្នារឿងនេះបានឮដល់គូសៅជឺដែលជាកូនប្រុសនៃគ្រួសារគូដែលឪពុកម្ដាយរបស់ស៊ីវស៊ីឲ្យនាងរៀបការជាមួយនោះគូសៅជឺឮហើយខឹងខ្លាំងណាស់បានចាប់ជីវឈឹងយកមកធ្វើទារុណកម្មនិងបានបើកឡានបុកជីវឈឹងឲ្យដួលទៅនឹងដីពេលនោះការចងចាំរបស់គាត់ក៏បានត្រឡប់មកវិញនិយាយអំពីប្អូនប្រុសទី3របស់ជីវឈឹងបានមកដល់ក្រុមហ៊ុនដើម្បីទារសិទ្ធិកាន់កាប់តែកូនចៅរបស់ហ្វឺងជីវឈឹងមិនព្រមព្រោះពួកគេមិនជឿថាហ្វឺងជីវឈឹងស្លាប់នោះទេពេលនេះបន្តោងដែលហ្វឺងជីវឈឹងពាក់បានបញ្ជូនសញ្ញាទៅកាន់អេក្រង់ទូរទស្សន៍នៅក្រុមហ៊ុនរបស់ខ្លួនហើយពេលកូនចៅរបស់គាត់បានឃើញសប្បាយចិត្តខ្លាំងណាស់ក៏បានប្រមូលគ្នាប្រញាប់តាមរកចៅហ្វាយរបស់ខ្លួនប្អូនប្រុសទី3របស់ជីវឈឹងចាប់ផ្ដើមភ័យហើយមិននឹកស្មានថាបងប្រុសដែលខ្លួនបំផ្ទុះគ្រាប់បែកនោះនៅមានជីវិតនៅឡើយពួកគេបានតាមរកឃើញហ្វឹងជីវឈឹងដែលដេកដួលសន្លប់តាមផ្លូវរួចក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យពេលនេះជីវឈឹងបានភ្ញាក់ដឹងខ្លួនហើយការចងចាំក៏បានត្រឡប់មកវិញដែរតួប្រុសងើបឡើងមកបានរកមើលមូស៊ីវស៊ីតែមិនឃើញគាត់បានសួរកូនចៅគាត់ថាឯណាប្រពន្ធរបស់ខ្ញុំកូនចៅនោះថាមិនឃើញនរណាម្នាក់នៅក្បែរលោកទេពេលនោះជីវឈឹងគិតថាប្រពន្ធរបស់ខ្លួនប្រហែលគូសៅជឺចាប់ខ្លួនបង្ខំឲ្យរៀបការហើយថាមែនគូសៅជឺបានបង្ខំឲ្យស៊ីវស៊ីរៀបការជាមួយខ្លួនមែននិយាយអំពីប្អូនប្រុសទី3របស់ជីវឈឹងវិញពេលនេះត្រូវតួប្រុសចាប់បានថាបានលួចសម្លាប់គាត់រួចក៏បានហៅប៉ូលីសចាប់ខ្លួនប្អូនប្រុសយកទៅកាត់ទោសចំណែកស៊ីវស៊ីដែលគូសៅជឺបង្ខំឲ្យរៀបការនោះក៏ត្រូវបានជីវឈឹងដណ្ដើមយកមកវិញដែរពេលនេះស៊ីវស៊ីស្គាល់ពីអត្តសញ្ញាណហ្វឹងជីវឈឹងហើយអ្នកទាំងពីរក៏បានរៀបការរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត